សមត្ថកិច្ចធ្វើ DNA ក្រុងឆ្អឹងជាមួយនឹងកូនរបស់បងស្រីរួចហើយបងប្អូនចង់ដឹងថាក្រុងឆ្អឹងដែលរកឃើញកាលពីយុគមិញហ្នឹងគឺជាប្តីរបស់បងស្រីអត់ឥឡូវនេះបងប្អូនចង់ដឹងមកស្ដាប់សលេងបងស្រីដែលគាត់ឆាតមកប្រាប់ខ្ញុំទាំងអស់គ្នាចាំបងសពហ្នឹងខាងសមត្ថកិច្ចគាត់ខ្ញុំទៅមិញទៀតបងទៅមកដល់ផ្ទះមិញគាត់ថាសពហ្នឹងគាត់បញ្ជាក់សពហ្នឹងមួយឆ្នាំជាងហើយខាងកសោបវិច័យគេបានប្រាប់ទៅសមត្ថកិច្ចខាងគាត់ថាសពហ្នឹងមួយឆ្នាំជាងអញ្ចឹងណាបងដល់ហើយអញ្ចឹងទៅគាត់ថាបើមិនអត់ចិត្តទៅអញ្ចឹងទៅខាងក្រសួងឲ្យគេធ្វើយកឆ្អឹងទៅធ្វើ DNA បងទៅពិនិត្យមើល DNA អញ្ចឹងណាហើយក៏គាត់បានបញ្ជាក់ប្រាប់ខ្ញុំថាឆ្អឹងហ្នឹងមួយឆ្នាំជាងហើយមិនមែនជាសពរបស់ប្តីខ្ញុំអញ្ចឹងណាពីព្រោះអីប្តីខ្ញុំទុំតែមួយខែ9ថ្ងៃថ្ងៃហ្នឹងទេអញ្ចឹងគាត់ថាមិនមែនទេបើសិនជាឆ្អឹងហ្នឹងរបស់ប្តីខ្ញុំមែនក៏វាមិនទាន់អស់សាច់លឿនអញ្ចឹងណាបងដោយសារតែនេះសតតែឆ្អឹងហ៎នេះគាត់ថាខាងកសោបវិច័យលោកគ្រូពេទ្យគាត់បានប្រាប់ទៅខាងសមត្ថកិច្ចថាតូចបំផុតក៏កន្លះឆ្នាំទៅមួយឆ្នាំដែរតែគាត់បានស្មានថាឆ្អឹងហ្នឹងមួយឆ្នាំជាងហើយអញ្ចឹងណាបងដល់ហើយអញ្ចឹងទៅខ្ញុំវាមិនទាន់គិតច្បាស់ថាគាត់ប្រាប់មកហ្នឹង100%ថាមួយឆ្នាំជាងអត់អញ្ចឹងណាប៉ុន្តែដោយសារតែចេះបងទីមួយទៀតសពហ្នឹងមានលីអូនិយាយអស់ហ្មងទៅគឺប្តីរបស់ខ្ញុំហ្នឹងគាត់អត់ចេះស្លៀកលីអូទេបងគាត់ស្លៀកតែខោហើយគឺគាត់អត់ស្លៀកលីអូទេតែគាត់ស្លៀកគាត់ទៅការគេទៅអីហ្នឹងគាត់ស្លៀកទៅតាមជីទូទៅគាត់ទៅរត់ pass up ធម្មតាហ្នឹងគឺគាត់អត់ស្លៀកលីអូទេហើយដល់ពេលយើងឃើញសពហ្នឹងគឺមានលីអូអញ្ចឹងទៅយើងអាចគិតថាមិនមែនជាប្តីអញ្ចឹងណាបងយើងអាចនិយាយច្បាស់ឡើងហ្នឹងតិចអញ្ចឹងណាបងតែគាត់ថាសពហ្នឹងអត់មានអាយមានខោតែពាក់លីអូតែប្តីខ្ញុំគឺគាត់អត់ចេះស្លៀកលីអូអញ្ចឹងណាបងក្រុងឆ្អឹងនោះគឺមានស្លៀកលីអូទៀតអញ្ចឹងគឺប្តីគាត់បងស្រីគាត់បញ្ជាក់ប្រាប់ថាប្តីរបស់គាត់អត់ចេះស្លៀកលីអូទេអញ្ចឹងក្រុងឆ្អឹងនឹងស្លៀកលីអូអញ្ចឹងមិនមែនជាប្តីគាត់ទេមួយទៀតសមត្ថកិច្ចបានបញ្ជាក់ថាក្រុងឆ្អឹងគឺនៅទីតាំងហ្នឹងរយៈពេលប្រហែលជាកន្លះឆ្នាំទៅមួយឆ្នាំជាងហើយប្តីរបស់គាត់ទៅតែបាត់មួយខែជាងទេបាទអញ្ចឹងគឺក្រុងឆ្អឹងដែលប្រទះឃើញការប្រយុទ្ធមិញនេះគឺមិនមែនជាប្តីរបស់បងស្រីទេដែលប្រទះឃើញកង់3ឆេះឲ្យគាត់បាត់ប្តីហ្នឹងគឺឥឡូវប្រទះឃើញក្រុងឆ្អឹងនៅក្បែរកង់3របស់ប្តីគាត់ហ្នឹងគឺមិនមែនជាក្រុងឆ្អឹងរបស់ប្តីគាត់ទេបាទអញ្ចឹងជីវិតរបស់ប្តីគាត់យ៉ាងម៉េចហើយនៅពេលនេះមិនទាន់ដឹងដំណឹងនៅឡើយទេថាគាត់នៅមានជីវិតឬក៏គាត់បានស្លាប់របស់ជីវិតហើយឬក៏ជីវិតរបស់ប្តីគាត់កំពុងតែយ៉ាងម៉េចនៅពេលនេះយើងអត់ទាន់ដឹងនៅឡើយបាទអញ្ចឹងខ្ញុំសូមលំអរជូនបងប្អូនប៉ុណ្ណេះថាក្រុងឆ្អឹងដែលប្រទះឃើញការពីយុគមិញនេះមិនមែនជាប្តីរបស់បងស្រីទេបងប្អូនបាទសូមអរគុណ